តាមពិតទៅពន្លឺព្រះអាទិត្យគ្មានដែនកំណត់ចម្ងាយថាត្រូវរត់បានប៉ុន្មានគីឡូម៉ែត្រឡើយដល់រាប់ណាវាមិនជួបឧបសគ្គដូចជាភពផ្កាយឬធូលីក្នុងអវកាសមកបានទេពន្លឺព្រះអាទិត្យនឹងបន្តធ្វើដំណើរទៅមុខរហូតគ្មានទីបញ្ចប់ក្នុងល្បឿនប្រមាណ300,000 គីឡូម៉ែត្រក្នុង1វិនាទីដើម្បីឲ្យងាយស្រមៃយើងអាចមើលចម្ងាយដែលពន្លឺព្រះអាទិត្យធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗមកដល់ភពផែនដីចម្ងាយប្រហែល150លានគីឡូម៉ែត្រប្រើពេលប្រហែល8នាទី20វិនាទីទៅដល់ភពព្លូតូផ្លាតូចម្ងាយប្រហែល5,900លានគីឡូម៉ែត្រប្រើពេលប្រហែល5ម៉ោងចេញផុតពីប្រព័ន្ធព្រះអាទិត្យ Heliosphere ចម្ងាយជាង18,000 លានគីឡូម៉ែត្រចំណុចគួរឲ្យចាប់អារម្មណ៍ពន្លឺព្រះអាទិត្យដែលបាញ់ចេញទៅអវកាសដោយជ្រៅនឹងបន្តធ្វើដំណើររាប់លានទៅរាប់ពាន់លានឆ្នាំពន្លឺរហូតប៉ុន្តែវាត្រូវបានបឺតស្រូបឬរាំងស្ទះដោយអង្គធាតុផ្សេងៗដូច្នេះចម្លើយគឺវាអាចភ្លឺទៅបានរហូតគ្មានដែនកំណត់អនន្តគីឡូម៉ែត្រស្បើយជប់ទៅជប់អីបងមកខ្ញុំគៀងដៃហើយចូល YouTube ផងបងស្រួលបួលមើលថាព្រមបាត់ពងមួយសម្លាញ់គិតបងងូហ្នឹងពេលគេក៏បងមែនទៀតរូប3ពួកអលចំពងស្លាប់អត់រៀងមកវិញទៀតអត់ទៀតអូយម៉ាយសម្លាញ់ណាបងមកជើងឡើងទៅក្ដុំចេះតែបានត្រីទេ